ជួទីហ្វុងប៊ូឡូញនៅវៀតណាមសម្រាប់មនុស្ស13នាក់និងរបួស46នាក់រដ្ឋាភិបាលបាននិយាយថាព្យុះទីហ្វុងប៊ូឡូញបានបោកបក់កាត់ឆ្នេរសមុទ្រប្រទេសវៀតណាមកាលពីថ្ងៃច័ន្ទដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់13នាក់និងរបួស46នាក់ខណៈដែលមកជាមួយខ្យល់បក់ខ្លាំងនិងភ្លៀងបានបំផ្លិចបំផ្លាញផ្ទះសម្បែងផ្ដាច់បណ្ដាញអគ្គិសនីនិងផ្លូវលិចទឹកទីភ្នាក់ងារអាកាសធាតុជាតិបាននិយាយថាព្យុះទីហ្វុងប៊ូឡូញបានកំពុងឆ្ពោះទៅប្រទេសវៀតណាមបន្ទាប់ពីបានបោកបក់នៅព្រឹកថ្ងៃច័ន្ទហើយបានបោកបក់ឡើងនៅរលកខ្ពស់រហូតដល់8ម៉ែត្រ26ហ្វីតនៅពេលដែលវាបានផ្លាស់ទីតាមឆ្នេរសមុទ្រភាគកណ្ដាលភាគខាងជើងទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលវៀតណាមបាននិយាយថាក្នុងចំណោមអ្នកបាត់ខ្លួនមានអ្នកនេសាទដែលទូករបស់ពួកគេត្រូវបានរលកនាំទៅឆ្ងាយពីខេត្តខ្វាងទ្រីខណៈដែលទូកនេសាទផ្សេងទៀតបានបាត់ការទាក់ទងបើយោងតាមសហព័ត៌មាន Reuters រដ្ឋាភិបាលវៀតណាមបានជម្លៀសមនុស្សជាង 28,500 នាក់មុនពេលព្យុះទីហ្វុងវាយប្រហារខណៈដែលជើងហោះហើររាប់រយត្រូវបានពន្យាពេលឬលុបចោលការបិទប្រលានយន្តហោះចំនួន4នៅក្នុងខេត្តភាគកណ្ដាលរដ្ឋាភិបាលបាននិយាយថាទឹកបានកើនឡើងដល់កម្រិតប្រកាសអាសន្ននៅក្នុងទន្លេនិងអាងស្តុកទឹកក្នុងខេត្តង៉ែតអានហាតិចនិងផាញ់ហាខណៈដែលប្រជាជនរាប់ម៉ឺនគ្រួសារក៏ទទួលការផ្ដាច់ចរន្តអគ្គិសនីផងដែរ